រឿងកូនឆ្មាម៉ាកនិងមិត្តសម្លាញ់មូកានៅពេលព្រឹកព្រលឹមថ្ងៃមួយកូនឆ្មាម៉ាក់ដ៏គួរឲ្យស្រឡាញ់ពាក់អាវយឺតពណ៌សនិងស្លៀកខោខូវប៊ុយពណ៌ខៀវបានដើរចេញពីផ្ទះជាមួយនឹងបញ្ជីទិញទំនិញនៅក្នុងដៃរបស់គាត់ដោយគាត់ត្រៀមខ្លួនសម្រាប់ទៅផ្សារទំនើបកូនឆ្មាម៉ាក់ដើរតាមផ្លូវដោយរីករាយគាត់ដើរកាត់អគារដែលមានពណ៌ចម្រុះផ្សេងគ្នាអ្នកលក់ដូរតាមដងផ្លូវនិងអ្នកជិតខាងសុទ្ធតែរួសរាយរាក់ទាក់មិនយូរប៉ុន្មាន Max បានដើរដល់ផ្សារទំនើបវាជាអគារទំនើបដ៏ធំមួយដែលមានទ្វារស្វ័យប្រវត្តិនិងមានអតិថិជនដ៏ច្រើនផងដែរកូនឆ្មា Max បានចាប់ប្រទេសទំនិញហើយចាប់ផ្ដើមមើលតាមច្រកផ្លូវរកមើលអាហារដែលគាត់ចូលចិត្តពេលគាត់កំពុងរើសប្រអប់អាហារមួយស្រាប់តែយឺសំឡេងដែលធ្លាប់ស្គាល់កំពុងហៅគាត់កូនឆ្មា Max បែរមកក៏ឃើញមិត្តចាស់របស់គាត់ឈ្មោះមូកាឈរក្បែរធ្នើផ្លែឈើដោយស្នាមញញឹមបន្ទាប់មកកូនឆ្មា Max បាននិយាយដោយរំភើបថាសួស្ដីមូកាខានជួបគ្នាយូរហើយស្វាមូកាសើចហើយអប Max ដែលជាមិត្តរបស់គាត់ហើយនិយាយដោយរីករាយថាតោះដើរផ្សារជាមួយគ្នាមិត្តភក្តិទាំងពីរនាក់បានដើរកាត់តាមច្រកផ្លូវចូលជែកគ្នាលេងនិងរើសអាហារសម្រន់ដែលពួកគេចូលចិត្តក្រោយមកពួកគេបានទៅដល់កន្លែងដាក់នំប៉័ងហើយរីករាយជាមួយក្លិនឈ្ងុយនៃនំប៉័ងដែលទើបដុតថ្មីបន្ទាប់ពីទិញទំនិញរួចរាល់ពួកគេនាំគ្នាទៅកន្លែងគិតលុយដើម្បីទូទាត់ជាមួយគ្នាបន្ទាប់ពីបានគិតលុយរួចរាល់កូនឆ្មា Max បានអញ្ជើញស្វាមូកាទៅផ្ទះរបស់គាត់សម្រាប់អាហារថ្ងៃត្រង់រួមគ្នាមិត្តភក្តិទាំងពីរបានដើរតាមផ្លូវជាមួយគ្នាដោយរីករាយនឹងខ្យល់អាកាសដ៏ត្រជាក់តាមដងផ្លូវនៅទីបំផុតពួកគេបានមកដល់ផ្ទះដ៏កក់ក្ដៅរបស់កូនឆ្មានៅក្នុងភូមិមួយក្បែរផ្សារនោះពេលចូលក្នុងផ្ទះបាយកូនឆ្មា Max បានដាក់គ្រឿងទេសនៅលើតុផ្ទះបាយខណៈពេលដែលសម្លាញ់មូកាដើរមើលជុំវិញមិនចាំយូរទេកូនឆ្មា Max បានរៀបចំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ខណៈដែលស្វាមូកាជួយរៀបចំតុបាយផងរួចពួកគេអង្គុយញ៉ាំអាហារឆ្ងាញ់ជាមួយគ្នាសើចសប្បាយនិងចែករំលែករឿងរ៉ាវផ្សេងទៅវិញទៅមកក្រោយពេលអាហារថ្ងៃត្រង់រួចពួកគេអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវផឹកទឹកតែនិងរំលឹកពីអតីតកាលស្វាមូកាអរគុណកូនឆ្មា Max សម្រាប់អាហារថ្ងៃត្រង់ដ៏អស្ចារ្យហើយសន្យាថានឹងមកលេង Max ម្ដងទៀតក្នុងពេលឆាប់នេះកូនឆ្មា Max បានគ្រវីដៃលាសម្លាញ់ស្វាមូកាដែលកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញមិត្តសម្លាញ់ស្វាមូកាគ្រវីដៃលាហើយចាក់ចេញទៅកូនឆ្មាឈរនៅមាត់ទ្វាររបស់គាត់ដោយមានអារម្មណ៍ល្អនិងសប្បាយរីករាយថ្ងៃនេះជាថ្ងៃមួយដែលពោរពេញទៅដោយសំណើចមិត្តភាពនិងបរិភោគអាហារឆ្ងាញ់រួមគ្នាMax បានត្រៀមខ្លួនដើម្បីបន្ធូរអារម្មណ៍និងស្រមៃអំពីការផ្សងព្រេងបន្ទាប់នៅថ្ងៃណាមួយសូមអរគុណ